សេចក្តីសុខមិនមែននៅលើផ្ទះធំព្រោះអ្នកមានផ្ទះធំក៏កើតទុក្ខសេចក្តីសុខមិនមែនសំដៅលើលុយកាក់ច្រើនព្រោះអ្នកមានចាយលុយមិនអស់ក៏នៅតែកើតទុក្ខសេចក្តីសុខមិនមែនតតែបានប្រពន្ធស្អាតប្តីស្អាតទើបបានសុខព្រោះអ្នកមានប្តីប្រពន្ធដូចហង្សក៏នៅតែលែងលះគ្នាអញ្ចឹងណាអញ្ចឹងរបស់ខាងក្រៅនេះវាជាចំណែករួមតូចមួយនៅក្នុងជីវិតគ្រួសារស្មោះត្រង់ការអភ័យទោសណាការឲ្យអភ័យការអធ្យាស្រ័យជីវិតនឹងសុខកុំទាមទារពីគ្នាច្រើនពេកកុំគិតថាដៃគូយើងពិសេសពេកត្រូវទទួលស្គាល់ថាប្រពន្ធខ្ញុំអ្នកនៅមានកិលេសប្តីខ្ញុំក៏នៅមានកិលេសជាអ្វីកិលេសជាសត្រូវហ្នឹងគឺជាអ្នកបង្កបញ្ហាបើនៅមានកិលេសទាំងសងខាងទេត្រៀមទៅជីវិតគ្រួសារអត់មានសុខទាំងអស់ទេជីវិតគ្រួសារគឺជាបញ្ហាប៉ុន្តែអ្វីដែលសំខាន់តើពីរអ្នកហ្នឹងព្យាយាមរកដំណោះស្រាយដែរឬទេបើព្យាយាមរកដំណោះស្រាយហើយដោះស្រាយជាមួយគ្នាបញ្ហាចូលមកប្រហែលក៏ដោះស្រាយបានដែរប៉ុន្តែបើគិតវេះបញ្ហាជីវិតគ្រួសារហ្នឹងអត់ទៅមុខទេកិច្ចខាងដើមសូមចម្រើនពរដល់លោកមេបាទាំងសងខាងមានលោកបាសកខណ្ឌផលនិងបាសិកាសុករាន់ដែលជាមេដាបិតារបស់អ្នកបណ្ឌិតអ្នកកំហេងណាថ្ងៃនេះស្រស់ឡើងទៅជារាជបុត្រាណានិងលោកមេបាខាងកូនស្រីមានលោកបនជៀននិងអ្នកស្រីអ៊ុនមុលសូមចម្រើនពរញោមទាំងពីររូបត្រូវជាមេដាបិតាខាងកូនស្រីដែលមាននាមថាហៀងស្រីមិចអញ្ចឹងណាស្រីមិចមិចឯមិចត្រូវបានម្ដាយទុកឪពុកដាក់រៀបចំទៅជាគូស្វាមីភរិយាថ្មីនៅថ្ងៃសូត្រមន្តនេះចំថ្ងៃសៅរ៍ទី22ខែមីនាត្រូវនៅថ្ងៃ9រោចខែផលគុណឆ្នាំរោងឆស័កពុទ្ធសករាជ2568ដែលគេហដ្ឋានរៀបមង្គលការនេះនៅគេហដ្ឋានដូចជាមិនខាងស្រីនេះគេហដ្ឋានរួមហ្នឹងហើយគេហដ្ឋានរួមនៅបូរី Grand Park ផ្លូវA9 47ណាផ្លូវហ្នឹងត្រូវអូផ្ទះលេខណាផ្ទះលេខ A9 47ផ្លូវស៊ីវហ៊ុនខាងទួលកៃសង្កាត់ភ្លឹងឆេះតតេះខណ្ឌកម្ពូលរាជធានីភ្នំពេញណាហើយស្អែកមានកម្មវិធីតាមលំដាប់លំដោយច្រើនវេលាគ្រានេះឆ្លៀតពេលវេលាបានមកចូលរួមតាមរយៈការនិមន្តទុក2ឆ្នាំបាទណាព្រោះមុនទុក2024ហើយដល់ពេលការ2025អញ្ចឹងទៅមុនទុក2ឆ្នាំហើយណាការឡើងផ្ទះនិមន្តបានម្ដងណាហើយរៀបមង្គលអាពាហ៍ពិពាហ៍នេះក៏បានមកចូលរួមម្ដងទៀតសម្ដែងពីទឹកចិត្តត្រេកអររីករាយណាដែលណាមិត្តភក្តិក្លើមរៈណាហ្នឹងហើយណាកាលនៅជាកុហកគឺគេហៅដៃគូដៃកង់ណាវេលានេះសូមចូលរួមជាធម្មបណ្ណាការតិចតួចដើម្បីចងដៃណាធម្មបូកនឹងបណ្ណាការបានន័យថា
ចំណងដៃធေါ်អត់មានលុយកាក់អីចងដៃទេគេហ្នឹងកុំសង្ឃឹមថាលោកចងដៃអីណាអត់មានទេបាទអញ្ចឹងយកធေါ်មកចងដៃបន្តិចណាចងដៃបន្តិចហើយក៏បញ្ជាក់ដែរថានិយាយធေါ်អារឿងប្តីប្រពន្ធហ្នឹងដោយសារលោកធ្លាប់ប្រឡូកមិនមែនថាអត់ទេណានៅកំឡោះចាស់តែម្ដងណាអត់តាន់មានប្រពន្ធសូម្បីតែម្ដងបាទណែអញ្ចឹងមិនមែនចែករំលែកបទពិសោធន៍ទេគឺចែករំលែកធម្មបដិបត្តិតាមពាក្យទូនមានព្រានបដៅរបស់ព្រះសម្មាសម្ពុទ្ធចង់បានសុខយកធម៌ទៅបដិបត្តិណាព្រោះអីសេចក្តីសុខមិនមែននៅលើផ្ទះធំព្រោះអ្នកមានផ្ទះធំក៏កើតទុក្ខសេចក្តីសុខមិនមែនសំដៅលើលុយកាក់ច្រើនព្រោះអ្នកមានចាយលុយមិនអស់ក៏នៅតែកើតទុក្ខសេចក្តីសុខមិនមែនតតែបានប្រពន្ធស្អាតប្តីស្អាតទើបបានសុខព្រោះអ្នកមានប្តីប្រពន្ធដូចហង្សក៏នៅតែលែងលះគ្នាអញ្ចឹងណាអញ្ចឹងរបស់ខាងក្រៅនេះវាជាចំណែករួមតូចមួយនៅក្នុងជីវិតគ្រួសារតែអ្វីដែលសំខាន់គឺការមានធម៌ក្នុងដំបូលដែលមានធម៌យើងជ្រកក្រំដំបូលមលុបគឺពធទៅជីវិតគ្រួសារនឹងអានសុខសប្បាយអត់យូរទេចូលរួមខ្លីៗតួនាទីគួរសិក្សាបដិបត្តិព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងថាភរិយាល្អគឺជាភរិយាដែលចេះស្ដាប់បង្គាប់ស្វាមីល្អគឺជាស្វាមីដែលចេះស្ដាប់បង្គាប់អ្នកសាភរិយាយាបតិណោនវិភេតិភរិយាណាមិនគោរពស្វាមីភរិយានោះមិនមែនជាភរិយាល្អស្វាមីណាមិនគោរពមិនឲ្យតម្លៃភរិយាក៏មិនមានឈ្មោះថាជាស្វាមីល្អដែរណាអញ្ចឹងអាស្រ័យការគោរពការឲ្យតម្លៃសម្រាប់តួនាទីដែលក៏បីបដិបត្តិព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងមកហាក់ដូចជាងាយក៏ប៉ុន្តែក្នុងសង្គមគ្រួសារដោយច្រើនរសុភមង្គលពិតប្រកបអត់បានព្រោះអត់យកធម៌ព្រះអង្គទៅបដិបត្តិម្យ៉ាងទៀតជីវិតគូនឹងវាមិនងាយក្នុងការរួមដំណើរឲ្យដល់ទីបញ្ចប់បានន័យថារៀបការថ្ងៃហ្នឹងគឺជាការចាប់ដើមនៃការដើរផ្លូវជីវិតគូប៉ុន្តែមានមនុស្សច្រើនណាស់មានដៃគូច្រើនណាស់ដែលដើរអត់ដល់ទីបញ្ចប់បានពាក់កណ្ដាលផ្លូវក៏ចែកផ្លូវគ្នាចិត្តដល់ទីបញ្ចប់ហើយហ្នឹងក៏ចែកផ្លូវគ្នាព្រោះអត់មានធម៌ក្នុងការគ្រប់គ្រងបដិបត្តិហើយជីវិតនៃការរស់នៅហ្នឹងគឺមិនសូវចុះសម្រុងគ្នាអាស្រ័យមានអធ្យាស្រ័យផ្សេងគ្នាអញ្ចឹងយើងបានជួបគ្នាជាគូជីវិតជាភរិយាស្វាមីថ្ងៃនេះហ្នឹងព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងថាមានហេតុពីរយ៉ាងហេតុពីអតីតពពេវៈសន្និវាសេនៈពីអតីតពីជាតិមុនមកក៏ធ្លាប់ជាប្តីប្រពន្ធបច្ចុប្បន្នហេតេនវាបច្ចុប្បន្ននេះយើងបានជួបគ្នាហើយបំពេញប្រយោជន៍ឲ្យគ្នាក៏កើតចិត្តស្រឡាញ់គ្នាអញ្ចឹងទៅប្រៀបដូចជាការអបបុលដែលអាចលូតលាស់ផុតមកស្គុះស្គាយមើលទៅល្អហ្នឹងអាស្រ័យហេតុពីរយ៉ាងទី1គឺទឹកទី2គឺភក់អញ្ចឹងជួបគ្នាថ្ងៃហ្នឹងដោយសារពីមុនមកពីជាតិណាមកក៏ធ្លាប់ជាភរិយាស្វាមីហើយឥឡូវហ្នឹងអាស្រ័យធម៌មានសមសទ្ធាសមសីលាសមចក្គាសមបញ្ញាមកជាមួយគ្នាអញ្ចឹងមកក៏ធ្វើឲ្យយើងបានជួបគ្នាដូចថ្ងៃហ្នឹងទៀតហើយបើសិនបើមានធម៌4ហ្នឹងទៀតប្រាថ្នាជួបគ្នាទៅរាប់រយរាប់ពាន់ជាតិទៅមុខទៀតក៏នៅតែជួបអញ្ចឹងដែរព្រះអង្គធានាអញ្ចឹងបងហ្នឹងហើយអញ្ចឹងអាត្មាអត់ទាន់ដឹងថាដៃគូពីរនេះគេប្រាថ្នាជួបគ្នាឬអត់ទៀតអាត្មាដឹងណាប៉ុន្តែឲ្យតែមានធម៌4ហ្នឹងប្រាថ្នាជួបគឺដឹងតែជួបហើយព្រះអង្គធានាអញ្ចឹងជីវិតគ្រួសារសម្រាប់ស្វាមីត្រូវមានធម៌សង្គ្រោះភរិយាហ្នឹង5ប្រការណាទី1គឺថារាប់អានប្រពន្ធ
ប្រពន្ធយើងថ្ងៃហ្នឹងឥឡូវហ្នឹងប្រពន្ធហ្នឹងណាហ្នឹងហើយណារាប់អានភរិយាហ្នឹងជាភរិយាពេញមុខណាគឺថាការហើយចាប់ដើមឲ្យតម្លៃគោរពនាងលើកតម្កើងនាងគឺជាភរិយាស្របច្បាប់ពេញមុខតណាមកណាគេសួរអីគឺអត់មានលាក់លៀមអីទេប្រាប់ត្រង់អាហ្នឹងជាការឲ្យតម្លៃមួយដែរនេះប្រពន្ធខ្ញុំភរិយាខ្ញុំប្រពន្ធលឺអញ្ចឹងដូចថាសុបាយចិត្តអញ្ចឹងទៅបុគ្គលខ្លះអត់ហ៊ានយកប្រពន្ធដើរតាមទេគេសួរនឹងប្រពន្ធមិនមែនអត់ហ៊ានប្រាប់គេថាប្រពន្ធនឹងទៀតដូចខ្លាចខ្លួនឯងអន់មិនដឹងហ្នឹងបាទអញ្ចឹងទី1គឺរាប់អានជាភរិយាពេញមុខទី2ដោយការមិនមើលងាយណាអត់មើលងាយយើងដឹងហើយថាពាក្យមើលងាយហ្នឹងសូម្បីតែចវាយនាយមើលងាយកូនចៅហ្នឹងក៏វាមិនល្អស្រេចស្រាប់ទៅហើយអញ្ចឹងណាទម្រាំតែជីវិតគូប្តីមើលងាយប្រពន្ធមើលងាយប្តីរស់នៅមួយគ្នាមិនកើតអញ្ចឹងទី2សង្គ្រោះប្រពន្ធទី2ហ្នឹងគឺមិនមើលងាយណាទី3មិនក្បត់ចិត្តណានេះសំខាន់ណាមិនក្បត់ចិត្តស្មោះត្រង់ស្មោះត្រង់ហ្នឹងជាកូនសោមាសចាក់បេះដូងស្វាមីចាក់បេះដូងភរិយាឲ្យនៅជាប់ជាមួយគ្នាមិនឲ្យបែកបាក់គ្នាគឺស្មោះត្រង់ហើយទី4គឺបកលភាពជាធំក្នុងកិច្ចការងារផ្ទះណាភរិយាជាមេផ្ទះស្វាមីជាមេគ្រួសារអញ្ចឹងកិច្ចការងារផ្ទះណាដែលភរិយាអាចធ្វើបានហ្នឹងគឺនាងមានសិទ្ធិក្នុងការសម្រេចមិនបាច់សួរនាំអីយើងច្រើនពេកទេការរៀបចំទុកដាក់ចានក្បានទូអីហ្នឹងគឺនាងមានសិទ្ធិអញ្ចឹងយើងឲ្យសិទ្ធិណាអាហ្នឹងគឺភរិយាសប្បាយចិត្តដែរហើយបើសូម្បីតែកិច្ចការងារប៉ុណ្ណឹងសូមអនុញ្ញាតប្តីរៀបចំដែរហ្នឹងអត់ល្អទេហើយទី5គឺការឲ្យអលង្ការណាវត្ថុអនុស្សាវរីយ៍ស្រីចង់បានណាសូម្បីតែចាស់ចំណាស់ញោមហ្នឹងសួរថាពេញចិត្តអលង្ការមិនទៅថាពេញចិត្តហ្នឹងហើយអញ្ចឹងវត្ថុអនុស្សាវរីយ៍នេះសំខាន់ណាព្រះពុទ្ធព្រះអង្គដឹងអំពីទឹកចិត្តរបស់មនុស្សស្រីថាមនុស្សស្រីចង់បានអីអញ្ចឹងបាននៅក្នុងសង្ឃហធម៌ទី5ហ្នឹងថាអលង្ការរោនុបទាននាងអ្នកហ្នឹងគឺថាឲ្យអលង្ការដល់នាងក្នុងវេលាសមគួរតាមសមត្ថភាពគឺថារបស់តិចតួចក៏ដោយកវលខ្សែកខ្សែដៃនាឡិកាអីតិចតួចគ្រាន់តែយើងអាចរកឲ្យភរិយាយើងបានសុបាយចិត្តអូយសុបាយចិត្តហើយសួរថាគាត់អត់សមត្ថភាពឬថាមានប្រាក់ខែយល់ហ្នឹងបានច្រើនជាងស្វាមីទៀតប៉ុន្តែរបស់ដែលស្វាមីទិញឲ្យរបស់ដែលលោកប្តីទិញឲ្យគឺថាវាមានតម្លៃគឺថាដាក់មកគឺថាស្អំបេះដូងឲ្យតែជាទៅទាំងម្ដងណាហ្នឹង5ហ្នឹងណាកំហែងចាំណាទី1គឺមិនមើលងាយទី1គឺរាប់អានជាភរិយាពេញមុខទី2មិនមើលងាយទី3មិនក្បត់ចិត្តទី4ឲ្យភាពជាធំក្នុងផ្ទះហើយទី5រកអលង្ការឲ្យ5ហ្នឹងឈ្មោះថាជាស្វាមីល្អដែលបំពេញតាមតួនាទីហ្នឹងហើយតួនាទីហ្នឹងគឺល្អអញ្ចឹងបំពេញតាមតួនាទីចង់ចិត្តប្រពន្ធបានណាហើយភរិយាក៏ដូចគ្នាត្រូវបកត្រឡប់នៅធម៌5យ៉ាងទៅរកស្វាមីវិញមិនមែនឲ្យគេសង្គ្រោះយើងចាំតែសុខស្រួលអត់ទេណាទី1គឺថាត្រូវតែជាស្ត្រីមិនខ្ជិលច្អុះណាកុំខ្ជិលគឺជាស្នាមប្រឡាក់គឺជាមន្ទិលជាភាពសៅមកស្ត្រីឧស្សាហ៍ជាទីស្រឡាញ់នៃមនុស្សគ្រប់គ្នាស្ត្រីណាកំជិលស្អាតដូចចានវិយាតមិនបានដូចគីក្រោមផ្ទះណាគេអត់ត្រូវការទេណាគេអត់ត្រូវការទេអញ្ចឹងចំណុចទី1សង្គ្រោះប្តីដំបូងបំផុតគឺមិនខ្ជិលឧស្សាហ៍ណាឧស្សាហ៍ទី2ត្រូវស្រឡាញ់ទាំងញាតិខាងខ្លួនឯងរាប់អានទាំងញាតិខាងប្តីស្រឡាញ់ញាតិទាំងសងខាងការហើយយើងមិនមែនមានញាតិតែមួយខាងដូចលោកមុនដូចកាលនៅក្រមុំទេគឺយើងមានញាតិខាងប្តីមួយទៀតដែលចូលមកជាសមាជិកជាសាច់ចិត្តយើងមួយខាងទៀតហើយអញ្ចឹងត្រូវសង្គ្រោះទាំងសងខាង
អត់លំអៀងឲ្យម៉ែបង្កើត100000ក្នុងរដូវចូលឆ្នាំម៉ែក្មេកក៏ត្រូវ100000ដែរបើថាអាចឲ្យលឹះឲ្យលាក់កុំឲ្យម៉ែដឹងតែដឹងលើសខ្វះគ្នាតិចតួចហ្នឹងអត់បានទេណែសើមុខអ្នកចំណែនហ្នឹងហ្នឹងហើយគឺថាត្រូវសង្គ្រោះញាតិទាំងសងខាងបងប្អូនបង្កើតបងប្អូនថ្លៃម្ដាយក្មេកឪពុកបង្កើតម្ដាយក្មេកឪពុកថ្លៃគឺថាសង្គ្រោះឲ្យស្មើគ្នាព្រោះអ្នកទាំងអស់ហ្នឹងជាភ្លើងណាជាភ្លើងណាយើងថែមិនស្រួលឆេះផ្ទះឆេះហ្មងការបែកបាក់នៃគ្រួសារដោយច្រើនដោយសារការលូកដៃពីម៉ែឪទាំងសងខាងប្រពន្ធឯងអញ្ចេះប្តីឯងអញ្ចេះដូចមិនល្អអញ្ចេះមិនល្អអញ្ចឹងលូកដៃមកគឺថាឆេះទៅអញ្ចឹងបងប្អូនក៏ដូចគ្នាដែរអាចធ្វើឲ្យផ្ទះយើងនឹងឆេះបើសិនបើយើងថែភ្លើងនឹងមិនបានល្អប៉ុន្តែភ្លើងនឹងបើយើងថែបានល្អចំអិនឲ្យបាយឆ្អិនឲ្យសឡឆ្អិនធ្វើអីក៏បានដែរហ្នឹងអញ្ចឹងភរិយានឹងត្រូវឆ្លៀសសង្គ្រោះទី2គឺថារាប់អានញាតិទាំងសងខាងឲ្យស្មើគ្នាទី3ត្រូវតែជាអ្នកស្មោះត្រង់មិនក្បត់ចិត្តដែរមិនមែនឲ្យប្តីស្មោះយើងអាចទៅបន្លែបន្លំនេះនោះបានទេអញ្ចឹងណាត្រូវស្មោះដូចគ្នាអញ្ចឹងបានសច្ចៈនៅក្នុងសង្ឃៈទាំង5ហ្នឹងសច្ចៈលោកដាក់ថាជាទី3ដើម្បីថ្លឹងអាពីសងខាងហ្នឹងឲ្យស្មើគ្នាមានសច្ចៈមួយហ្នឹងគឺល្អមកហើយទី4ត្រូវតែជាស្ត្រីដែលមានសមត្ថភាពក្នុងការគ្រប់គ្រងនៅទ្រព្យសម្បត្តិដែលស្វាមីរកមកបានន័យថារក្សាទ្រព្យដែលស្វាមីរកមកបានឲ្យគង់ជាស្រីកញ្ជើចិត្តណាមិនមែនកញ្ជើធ្លុកតាមពិតទៅចំណូលច្រើនប៉ុណ្ណាក៏ដោយបើមិនចេះសន្សំមិនចេះថែរក្សាមិនចេះទុកដាក់អត់សល់ទេអញ្ចឹងបានមានពាក្យមួយថា$100ដែលយើងរកបានអត់អស់ចាដូច$10ដែលយើងសន្សំទុកហ្នឹងមែនណាចំណូលរាប់ពាន់ប៉ុន្តែពេលសួរថាឥឡូវនឹងមានលុយប្រមាណនៅក្នុងខ្លួនអត់មានអីមក$ឥឡូវហ្នឹងសួរប្រាក់ខែប្រហែលខ្ញុំជិត2000អីដល់ពេលមានការងារចាំបាច់ត្រូវប្រើប្រាស់រកតែ$100ក្នុងមួយប៉ៅអត់មានផងអញ្ចឹង$1000ដែលរកមកបានអត់ពិសេសដូច$10ដែលយើងថែដែលយើងមាននេះអញ្ចឹងណាអញ្ចឹងចំណុចទី4គឺជាស្ត្រីដែលចេះថែរក្សាមានសមត្ថភាពក្នុងការគ្រប់គ្រងទ្រព្យសម្បត្តិដែលប្តីរកមកបានសន្សំហ្នឹងមិនមែនថាំមិនមែនអត់ហ៊ានចាយគឺថាចេះចាត់ចែងណាចេះចាត់ចែងចាយវាហើយសង្ឃៈធម៌ទី5ព្រះអង្គសម្ដែងថាគឺជាស្ត្រីឆ្លៀសក្នុងកិច្ចការងារសពគ្រប់ឆ្លៀសយើងដឹងហើយថាចេះចាត់ចែងឆ្លៀសហ្នឹងគឺថាការងារអីក៏ដោយសម្លឹងឃើញដំណោះស្រាយចូលមកចេះរៀបចំទុកដាក់ព្រឹបស្រួលណាស្រួលហ្នឹងគឺជាសង្ឃៈធម៌ទាំង5ណាស្អីម៉េចចាំណាទី1គឺមិនខ្ជិលណាប្រាប់ខ្លួនឯងថា2ថ្ងៃនេះទៅខ្ញុំនឹងមិនខ្ជិលទេខ្ញុំនឹងក្រោកឲ្យបានមុនម៉ោង6ព្រឹកណាអញ្ចឹងហ៎ប្រាប់ខ្លួនឯងអញ្ចឹងណាទី1មិនខ្ជិលទី2សង្គ្រោះញាតិទាំងសងខាងទី3ស្មោះទី4ចេះថែរក្សាទ្រព្យដែលប្តីរកមកបានហើយទី5គឺឆ្លៀសក្នុងការងារសពគ្រប់ធ្វើ5ប៉ុណ្ណឹងធ្វើបានប៉ុណ្ណឹងទៅណាក៏លោកប្តីនេះនឹកដែរអ្នកលោកប្តីហីនឹងនឹកដែរណាដើរចេញមិនរួចទេណាអញ្ចឹងមិនមានពាក្យថាអីខ្មៅដូចខ្មៅអីណាខ្មៅដូចបែងណាចេះតបចេះតែងប្តីលែងមិនរួចណាអូអញ្ចឹងហ៎អេបែងខ្មៅហ៎បែងខ្លះសបែងចាន10ជើងទៅចុះ10ជើងណែត្រឡប់អត់អីពេលស្ដាប់ក៏បានដែរតែ4-10នាទីទៀតចាប់ហើយអាត្មាងាយណាដោយសារងាយបានជួបហ្នឹងហើយអញ្ចឹងតួនាទីទាំង5នេះឈ្មោះថាជាសង្ឃៈពាក្យថាសង្ឃៈហ្នឹងប្រែមកថាសង្គ្រោះការសង្គ្រោះនេះសំដៅដល់ការឲ្យសេចក្តីស្រឡាញ់នេះណាកាន់តែទៀមទាកាន់តែអត់បានកាន់តែទៀមទាកាន់តែខ្វះខាតកាន់តែទៀមទាកាន់តែបាត់បង់អញ្ចឹងការមកទៅអីបើមិន
បើមិនទៀមទាសេចក្តីស្រឡាញ់រៀនផ្ដល់ឲ្យវិញរៀនផ្ដល់ឲ្យវិញទៀមទាបានន័យថាយើងខ្វះខាតគ្រាន់តែយើងផ្ដល់ឲ្យបានន័យថាយើងសម្បូរអញ្ចឹងសេចក្តីស្រឡាញ់យើងទៀមទាគឺថាយើងនឹងអ្នកខ្វះសេចក្តីស្រឡាញ់ខាងក្នុងចូលជាអ្នកឲ្យវិញធ្វើខ្លួនអ្នកឲ្យផ្ដល់ឲ្យទឹកកាន់តែដួសកាន់តែអស់ទឹកក្នុងពាងកាន់តែដាក់កាន់តែសម្បូរក្តីស្រឡាញ់នៅពេលដែលផ្ដល់ឲ្យភរិយាផ្ដល់ឲ្យស្វាមីស្វាមីផ្ដល់ឲ្យភរិយាកាន់តែផ្ដល់ឲ្យក្តីស្រឡាញ់នឹងអត់អស់ទេអត់បាត់បង់ទេអញ្ចឹងបានចាស់គាត់ផ្ដល់ក្តីស្រឡាញ់ឲ្យគ្នាពីក្មេងហ្នឹងស្រឡាញ់គ្នាមួយយ៉ាងដល់ពេលចាស់ទៅថ្ពាល់ឡើងជ្រួញហ្នឹងអស់ថ្មិញហ្នឹងសក់ឡើងសយហ្នឹងប៉ិនគាត់ថាគ្មាននាងណាគ្មាន18ណាមកជំនួសយាយគាត់បានទេអញ្ចឹងគាត់ឲ្យតម្លៃយាយគាត់អញ្ចឹងដោយសារគាត់មានអនុស្សាវរីយ៍គាត់ជួយសង្គ្រោះឲ្យគ្នាច្រើនណាក្តីស្រឡាញ់មិនមែនពីរស្រឡាញ់ដោយរាគៈគឺថាកាលនៅក្មេងចេះតែស្រឡាញ់ដល់ពេលបាត់បង់សម្រស់ទៅក៏រសាយចិត្តអាហ្នឹងអត់ល្អទេប៉ុន្តែក្តីស្រឡាញ់ដោយមេត្តាចាស់ហ្នឹងក៏ស្រឡាញ់ចម្រើនវ័យទៅអនុស្សាវរីយ៍ល្អៗមួយគ្នាកាន់តែច្រើនក៏កាន់តែស្រឡាញ់ដូចបរិភោគអំពៅពីចុងមកគល់ចឹងមុនបងសាបដល់ពេលយូរទៅផ្អែមទៅណាអញ្ចឹងស្នេហានេះកុំស្វីតពីដំបងវិញតែស្វីតពីដំបងទៅតិចទៀតទៅសាបអញ្ចឹងផ្អែមហ្មងបានហើយណាទុកផ្អែមដល់ពេលចាស់ហ្នឹងហើយចាំចាស់ចាំផ្អែមហ្មងណាហ្នឹងយើងរៀនផ្ដល់ក្តីស្រឡាញ់ឲ្យគ្នាអញ្ចឹងទៅហើយជីវិតគ្រួសារស្មោះត្រង់ការអភ័យទោសណាការឲ្យអភ័យការអធ្យាស្រ័យជីវិតនឹងសុខកុំទៀមទាពីគ្នាច្រើនពេកកុំគិតថាដៃគូយើងពិសេសពេកត្រូវទទួលស្គាល់ថាប្រពន្ធខ្ញុំអ្នកនៅមានកិលេសប្តីខ្ញុំក៏នៅមានកិលេសជាអ្វីកិលេសជាសត្រូវហ្នឹងគឺជាអ្នកបង្កបញ្ហាបើនៅមានកិលេសទាំងសងខាងទេត្រៀមទៅជីវិតគ្រួសារអត់មានសុខទាំងអស់ទេជីវិតគ្រួសារណាជីវិតគ្រួសារគឺជាបញ្ហាប៉ុន្តែអ្វីដែលសំខាន់តើពីរអ្នកហ្នឹងព្យាយាមរកដំណោះស្រាយដែរឬទេបើព្យាយាមរកដំណោះស្រាយហើយដោះស្រាយជាមួយគ្នាបញ្ហាចូលមកប្រហែលក៏ដោះស្រាយបានដែរប៉ុន្តែបើគិតវេះបញ្ហាជីវិតគ្រួសារហ្នឹងអត់ទៅមុខទេជាបណ្ដាំចុងក្រោយគឺថាកុំទៀមទាពីគ្នាច្រើនពេកត្រូវដឹងថាស្វាមីយើងត្រូវដឹងថាភរិយាយើងជាមនុស្សដែលនៅខ្វះចន្លោះចង់ឲ្យល្អបំពេញឲ្យគ្នាបានច្រើនចុះជាចុងក្រោយសូមជូនពរណាជូនពរកំហែងជូនពរសីមិចណាក្នុងដំណើរជីវិតគូនេះសូមឲ្យជួបប្រសពសេចក្តីសុខចម្រើនណាការរកទទួលទានចេះតែដាក់ចុះទៅដោះឡើងការប្រាថ្នាកិច្ចការងារណាសូមឲ្យសម្រេចយ៉ាងនោះកុំបីខានឡើយបាទសូមអនុមោទនា